សួស្តីបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាធ្លាប់ដែលឆ្ងល់ឬក៏ធ្លាប់ដែលឃើញតាក់ទងទៅនឹងផ្សែងសដែលយើងឃើញនៅផ្នែកខាងក្រោយយន្តហោះនៅពេលដែលយើងឃើញយន្តហោះហោះនៅលើមេឃខ្ពស់ដែរឬទេតើផ្សែងទាំងអស់ហ្នឹងគឺជាអ្វីហើយវាកើតឡើងដោយរបៀបណាអញ្ចឹងយើងមកស្រាវចម្ងល់ទាំងអស់គ្នាតាក់ទងទៅនឹងផ្សែងនៅខាងក្រោយម៉ាស៊ីនយន្តហោះឬក៏ក្នុងភាសាអង់គ្លេសគេហៅឈ្មោះវាថាជា contrail អញ្ចឹង contrail ហ្នឹងឬក៏ផ្សែងនៅផ្នែកខាងក្រោយយន្តហោះនៅពេលហោះហើរហ្នឹងគឺជាអ្វីផ្សែងនៅផ្នែកខាងក្រោយយន្តហោះឬក៏ក្នុងភាសាអង់គ្លេសគេហៅថា contrail ហ្នឹងគឺកើតឡើងដោយសារតែកំណកនៃចំហាយម៉ាស៊ីនក្តៅរបស់យន្តហោះប៉ះជាមួយនឹងសីតុណ្ហភាពដ៏ត្រជាក់របស់សីតុណ្ហភាពខាងក្រៅនៃកម្ពស់ដែលយន្តហោះហោះហើរពលគឺនៅកម្ពស់ដែលយន្តហោះហោះហើរគឺចន្លោះពី 35,000 ហ្វីតទៅ 40,000 ហ្វីតហ្នឹងឬក៏ប្រហែលជាខ្ទង់9គីឡូទៅ10គីឡូម៉ែត្រដល់11គីឡូម៉ែត្រពីផ្ទៃដីសីតុណ្ហភាពខាងក្រៅរថយន្តហោះគឺមានសីតុណ្ហភាពចន្លោះពីដក30អង្សាឬក៏ដក40អង្សាសេមានន័យថាវាត្រជាក់ជាង30ដងឬក៏40ដងដូច្នេះចំហាយក្តៅពីម៉ាស៊ីនយន្តហោះដែលមាននាំមកនៅជាមួយនឹងចំហាយទឹកនិងឧស្ម័នមួយចំនួនពីចំហាយម៉ាស៊ីនក៏កកខ្ល้ายទៅជាកំណកគ្រីស្តាល់តូចៗឬក៏ផ្សែងតូចៗនៅខាងក្រៅយន្តហោះនៅពេលដែលផ្សែងទាំងនោះប៉ះជាមួយនឹងសីតុណ្ហភាពដ៏ត្រជាក់នៅសីតុណ្ហភាពខាងក្រៅយន្តហោះយើងឧទាហរណ៍ទៅលើជីវិតជាក់ស្ដែងយើងឃើញនៅក្នុងប្រទេសដែលមានភ្នំខ្ពស់ដូចយើងឧទាហរណ៍ភ្នំអេវរ៉ាស់ដែលជាភ្នំខ្ពស់ជាងគេយើងឃើញថាភ្នំនោះគឺនៅផ្នែកកំពូលនៃភ្នំគឺសុទ្ធសឹងតែទឹកកកទាំងអស់ដោយសារអីមានន័យថានៅក្នុងរយៈកម្ពស់កាន់តែខ្ពស់សីតុណ្ហភាពកាន់តែធ្លាក់ចុះអញ្ចឹងហើយបានជានៅក្នុងលើកំពូលភ្នំខ្ពស់យើងឃើញឧទាហរណ៍ហ្នឹងគឺមានទឹកកកនៅផ្នែកកំពូលហើយផ្នែកខាងក្រោមអត់មានទឹកកកទេដោយសារអីនៅផ្នែកដែលខ្ពស់គឺត្រជាក់ខ្លាំងដូច្នេះហើយបានមានទឹកកកនៅផ្នែកកំពូលភ្នំហើយដូច្នេះសម្រាប់យន្តហោះនៅពេលដែលយើងឃើញមានផ្សែងហ្នឹងគឺវាកើតឡើងដោយសារកត្តាបរិយាកាសឬយើងហៅថាកត្តាធម្មជាតិប៉ុណ្ណោះហើយជាក់ស្ដែងនៅក្នុងយន្តហោះផ្ទាល់គឺមិនមានកន្លែងឬក៏គ្មានឧបករណ៍ឬក៏ម៉ាស៊ីនដែលអាចមាននីតិបញ្ចេញផ្សែងតាមដែលចង់បាននោះទេគឺវាកើតឡើងដោយតាកត្តាធម្មជាតិប៉ុណ្ណោះហើយមួយទៀតសោតទាក់ទងទៅនឹងការដែលយើងឮថាការបាញ់ផ្សែងនោះគឺជាការសុំដានកាសសម្រាប់យន្តហោះស៊ីវិលការសុំដានកាសឆ្លងកាត់ប្រទេសមួយគឺយើងធ្វើឡើងទាក់ទងទៅតាមព័ន្ធវិទ្យុទាក់ទងរបស់យន្តហោះហើយយើងក៏លេចទៅមើលផ្សែងដែលយន្តហោះបញ្ចេញនោះគឺជាកត្តាធម្មជាតិប៉ុណ្ណោះឧទាហរណ៍ជាក់ស្ដែងនៅពេលដែលយើងអាចសង្កេតឃើញថាយើងអាចមើលក្នុងជីវិតជាក់ស្ដែងនៅពេលដែលខែត្រជាក់ខែធ្លាក់ទឹកកកយើងតែងឃើញថានៅពេលដែលមនុស្សយើងនិយាយគឺឃើញមានផ្សែងចេញតាមមាត់ឬក៏ដកដង្ហើមយើងឃើញមានផ្សែងតាមច្រមុះអញ្ចឹងដោយសារតែកត្តាទាក់ទងទៅនឹងខ្យល់ក្នុងខ្លួនរបស់យើងគឺក្តៅហើយនៅពេលដែលប៉ះជាមួយនឹងសន្តិភាពខាងក្រៅគឺត្រជាក់វាបង្កើតបានជាផ្សែងដូចគ្នាគឺយន្តហោះគឺមានកើតឡើងពីកត្តាធម្មជាតិដូចគ្នាដូច្នេះនេះគឺជាផ្សែងដែលចេញនៅផ្នែកខាងក្រោយយន្តហោះ